ngày ní ba cứខ្ញុំនឹងស្រាយចម្ងល់របស់បងប្អូនមួយចំនួនដែលគាត់បាទចង់ចិញ្ចឹមពពែហើយគាត់តែងតែសួរចង់ដឹងថាតើការចិញ្ចឹមពពែយើងត្រូវការចាក់ថ្នាំវាអត់បើសម្រាប់ខ្ញុំចិញ្ចឹមពពែខ្ញុំត្រូវការចាក់ប៉ុន្តែសម្រាប់បងប្អូនខ្លះក៏អត់ចាក់ទេអានឹងសម្រាប់ដែលគាត់ចិញ្ចឹមតាមប្រទេសមិនមែនជាកសិដ្ឋានណាយើងគាត់ចិញ្ចឹមអ្នកគ្រួសារមានមេ10មេ20អញ្ចឹងទៅមេ30ទៅគឺគាត់អត់មានប្រើថ្នាំទេវាក់សាំងក៏គាត់អត់ប្រើសត្វល្អិតក៏អត់ប្រើដែរគាត់ចិញ្ចឹមដោយធម្មជាតិរបស់គាត់ប៉ុន្តែវាបានផលរបស់គាត់ដែរពពែអត់មានឈឺមានឆ្កាត់អីចឹងណាប៉ុន្តែសម្រាប់បងប្អូនខ្លះគឺគាត់ចាក់ថ្នាំប៉ុន្តែសម្រាប់ខ្ញុំចាក់ថ្នាំដែរប៉ុន្តែខ្ញុំចាក់តែ3មុខឯងអញ្ចឹងសម្រាប់មេដែលមេកូនខ្ចីដែលកូនខ្ចីហើយបានត្រឹមអាយុចាប់ពី1អាទិត្យទៅដល់10ថ្ងៃគឺខ្ញុំចាក់ថ្នាំហើយខ្ញុំចាក់ថ្នាំសត្វល្អិតហើយបាទយើងចាក់សត្វល្អិតហើយនឹងថ្នាំពៅគឺចាក់2មុខហើយសម្រាប់ពពែឈ្មោលគឺក្នុងរយៈពេល3ខែខ្ញុំចាក់សត្វល្អិតម្ដងគឺទម្លាក់វា3ខែខ្ញុំចាក់ម្ដងសម្រាប់មេបាហើយក៏ពពែដែលវាជំទង់ឈ្មោលយើងត្រូវការទុកវាធ្វើបាយក៏យើងអាយុវាចាប់ពី6ខែឡើងទៅគឺខ្ញុំចាក់ឈ្មោលប៉ុន្តែសម្រាប់ពពែមេគឺពីទូចខ្ញុំអត់ចាក់ដោយសារពីតូចវាបើដោះមេអញ្ចឹងមេកូនខ្ចីចាប់ពីអាយុ7ថ្ងៃទៅ10ថ្ងៃវាចាក់សត្វល្អិតនិងថ្នាំពៅបាទយើងចាក់យ៉ាងទៅហើយការចាក់ថ្នាំអីបងប្អូនអាចទៅដល់កន្លែងពេទ្យសត្វហ្នឹងគេប្រាប់បងប្អូនហ្នឹងថាយើងចាក់ប្រមាណ cc ក្នុងពពែប្រមាណគីឡូអញ្ចឹងណាហ្នឹងគេប្រាប់បងប្អូនតាមហ្នឹងហើយប៉ុន្តែខ្ញុំចាក់តែ2មុខហ្នឹងឯងប៉ុន្តែសម្រាប់មួយមុខទៀតគឺសម្រាប់ពពែដែលវាគុណប្រាសាយអាហ្នឹងពេលខ្លះយើងមិនបាច់ចាក់ទេតែពេលខ្លះយើងត្រូវការចាក់ដែរដើម្បីជួយបន្ថយកម្ដៅវាអញ្ចឹងណាបាទហ្នឹងមួយមុខទៀតខ្ញុំចាក់ថ្នាំត្រជាក់ធម្មតាពពែដែលវាផ្ដាសាយគឺវាក្តៅខ្លួនហើយក្តៅខ្លួនវាឈរទៅអត់លពីអៀងទេបើវាអត់ស្រួលខ្លួនក៏អត់ពីអៀងទេពេលដេកក៏អត់ពីអៀងដែរហើយមុខវាចាប់ដើមស្ងួតហើយបងប្អូនស្ទាបទៅគឺដឹងថាក្តៅខ្លាំងហើយអញ្ចឹងយើងចាក់ថ្នាំត្រជាក់បាទចាក់ថ្នាំត្រជាក់មួយទៅពឹកងាកអញ្ចឹងទៅចាក់តែ2ថ្ងៃវាធូរវិញហ្នឹងចាប់ពេលដែលយើងប្រាសាយហ្នឹងចាក់យ៉ាងប៉ុន្តែសម្រាប់បងប្អូនខ្លះគាត់ចាក់ផ្សេងអានេះយើងបើនិយាយទៅជំនាញរៀងខ្លួនប៉ុន្តែនេះខ្ញុំគាត់បកស្រាយសម្រាប់បងប្អូនមួយចំនួនតូចដែលគាត់តែងតែសួរមកខ្ញុំអញ្ចឹងណាថាតើការចិញ្ចឹមពពែយើងត្រូវប្រើថ្នាំក៏វាក់សាំងអត់បាទហើយសម្រាប់វាក់សាំងអុចក្តាមគឺខ្ញុំអត់ដែរអានប្រើទេដោយសារទី1ពពែយើងវាអត់ចុះទឹកទេហើយកន្លែងដែលយើងមើលវាគឺស្ងួតអញ្ចឹងពពែវាមិនងាយនឹងកើតអុចក្តាមទេហើយអ្វីដែលសំខាន់នោះពពែគឺវាជាសត្វស្រួលចិញ្ចឹមហើយវាអត់ទៅប៉ះពាល់ជំងឺច្រើនអ្វីដែលខ្ញុំធ្លាប់ចិញ្ចឹមកន្លងមកគឺខ្ញុំអត់ដែរប៉ះពាល់ជំងឺទេហើយយើងគ្រាន់តែចាក់ថ្នាំសត្វល្អិតទម្លាក់វាដើម្បីឲ្យវាសាច់ស្អាតអញ្ចឹងណាហើយចាក់ថ្នាំពៅវាតែប៉ុណ្្នឹងទេក្រៅពីនោះគឺខ្ញុំអត់ដែរប្រើអីទាំងអស់អញ្ចឹងណាហើយអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានចម្ងល់គាត់អាចមើលវីដេអូនេះហើយគាត់នឹងដឹងហើយថាតើពពែយើងនឹងយើងប្រើថ្នាំអីខ្លះប៉ុន្តែសម្រាប់កសិដ្ឋានទីផ្សេងគឺគេប្រើថ្នាំច្រើនមានថ្នាំជាតិដែកបាទមានថ្នាំពៅមានវាក់សាំងអុចក្តាមគេមានច្រើនដើម្បីការពារវាប៉ុន្តែបើគេចាក់ច្រើនគេការពារទៅវាល្អយ៉ាងទៅសាច់ឈាមវាល្អជាងយើងអត់ចាក់ដែរបើយើងចាក់ទៅវាសាច់ឈាមវាក៏វាល្អជាងអត់ចាក់អញ្ចឹងបើបងប្អូនខ្លះក៏អត់ចាក់សោះហ្មងគាត់អត់មានខ្វល់ទេគាត់ចិញ្ចឹមដូចសត្វគោអញ្ចឹងគាត់ចិញ្ចឹមធម្មតារបស់គាត់ប៉ុន្តែគឺអត់ដែរឈឺងាប់របស់គាត់ទេដល់ឆ្នាំគាត់លក់ដល់ឆ្នាំគាត់បានកូនលក់អញ្ចឹងការចិញ្ចឹមពពែគឺស្រួលហើយបងប្អូន
đại trong tiền châm từ vốn bà ai xạ mới ban thầm mê muối bà thầm mê pi chứ bà muối gì cô bà miên là tập tiếp bông ôn miên phê tầm nê mơ chán ai đã mê buôn cho mua muối đó anh đang dừng tập pi bảy năm khỏi món bông ăn pha là bàn pra chùm nô bì của cô ní số để số chầm